លោកពូបើកណូតម្នាក់នេះគាត់បានប្រាប់ទៅក្មេងៗមួយក្រុមដែលបានមកលេងនៅលើកោះនេះថាកុំឲ្យទៅលេងកោះមួយទៀតដែលមាននៅក្បែរនេះពីព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែពួកគេបែរជាមិនជឿហើយថែមទាំងប្រមាថកន្លែងនោះថែមទៀតផងចង់ដឹងថាតើវាសនារបស់ពួកគេទៅជាយ៉ាងណាហើយថាតើមានអ្វីនៅលើកោះនោះអញ្ចឹងសូមតាមដានការសម្រាយរឿងនេះទាំងអស់គ្នាមានមនុស្សមួយក្រុមដែលពួកគាត់បានបបួលគ្នាទៅដើរលេងនៅថ្ងៃវិស្សមកាលនៅលើកោះមួយដែលស្រីស្អាតម្នាក់នេះនាងមានឈ្មោះថា Cat ហើយម្នាក់នេះវិញមានឈ្មោះថា Kai ម្នាក់នេះវិញគឺមានឈ្មោះ Dos ម្នាក់នេះគឺ Yu ហើយម្នាក់នេះទៀតគឺ Mark ចំណែកឯម្នាក់នេះវិញគឺ Lily ហើយម្នាក់ដែលនៅចុងក្រោយគ្នានេះគាត់មានឈ្មោះថា Ben បន្ទាប់ពីពួកគេ7នាក់បានជួបជុំគ្នាអស់ហើយក៏បានចេញដំណើរទៅតាមកណូតរបស់លោកពូម្នាក់ដែលយើងហៅគាត់ថាពូកណូតតែម្ដងទៅចូលមកដល់កោះនេះពួកគេទាំងអស់គ្នាក៏បានធ្វើការកក់បន្ទប់ resort ដូចគេដូចឯងអញ្ចឹងទៅមកមើល Kai ហើយនឹង Dos ហើយនេះវិញ Dos គាត់បានប្រាប់ទៅ Kai ឲ្យសារភាពស្នេហ៍ទៅកាន់ Kate ភ្លាមៗទៅប្រយ័ត្នតែ Ben គាត់ដណ្ដើមយកទៅបាត់ព្រោះមើលទៅ Ben គាត់ដូចជាចាប់អារម្មណ៍ទៅលើ Kate ដែរប៉ុន្តែ Kai គាត់ជឿជាក់ទៅលើ Kate ថានេះមិនស្រឡាញ់មនុស្សប្រភេទអញ្ចឹងទេចូលមកដល់ Mark ហើយនឹង Ben នេះវិញពួកគេកំពុងតែមើលមិត្តភក្តិរបស់ពួកគេកំពុងតែងុយទឹកពេលនោះ Mark គាត់ក៏បានសួរទៅ Ben ថាតើឯងមកទីនេះមានគោលបំណងអ្វី Ben គាត់ក៏បានឆ្លើយយ៉ាងខ្លីថាគាត់មកទីនេះគឺដើម្បីតែកាត់ stress ចំណែកឯ Mark វិញគាត់ក៏មិនចាំយូរឡើយគាត់ក៏បានប្រាប់ទៅវិញថាគាត់មកទីនេះគឺដើម្បីតែមើលស្រីៗងូតទឹកនិងស្លៀកឈុត bikini តែប៉ុណ្ណោះរឿងក៏បានកាត់ចូលមកដល់យប់ឡើងពួកគេកំពុងតែញ៉ាំអាហារនៅខាងក្រៅជុំគ្នាពេលនោះដែរ Mark គាត់ក៏បានឃើញស្រីស្អាតម្នាក់ដែលនាងកំពុងតែដើរកាត់មុខរបស់គាត់ដូច្នេះហើយឃើញឱកាសដ៏កម្របែបនេះហើយគាត់ក៏ចូលទៅលេងសៀកពី business ដើម្បីឲ្យស្រីស្អាតរបស់យើងដែលនាងមានឈ្មោះថា Kitty ព្រមតែសម្ដែងចាប់ភ្លាមស្រាប់តែសង្សាររបស់គេមកតន់បដ ாய் ឃើញបែបនោះនៅចាំកាលទៀតគាត់ក៏បានត្រឡប់ទៅរកកន្លែងដាក់វិញចំណែកឯ Cat នាងបានឃើញខ្មោចរបស់ម្ដាយ Ben តែនាងមិនបាននិយាយអ្វីសោះឡើយដែលធ្វើឲ្យ Ben មានអារម្មណ៍ចម្លែកបន្តិចដូច្នេះហើយគាត់ក៏បានក្រោកទៅមើលការសម្ដែងលេងសៀកនៅជិតនោះពេលនោះដែរហើយគាត់ក៏បានបបួល Kate ទៅរំនៅឯកន្លែងផ្សេងទៀតតែត្រូវបាន Kate នាងបដិសេធហើយនាងចង់ទៅមើលការសម្ដែងលេងសៀកវិញតាមការពិតទៅ Kate គាត់ចង់យកឱកាសនេះសារភាពស្នេហ៍ទៅកាន់ Kate តែត្រូវបរាជ័យម្ដងទៀតហើយពីព្រោះតែពួកគេទាំងពីរនាក់មិនបាននៅកន្លែងស្ងាត់ជាមួយនឹងគ្នាឃើញបែបនោះគាត់ក៏បន្តលួចស្រឡាញ់គេតែម្នាក់ឯងបន្តទៅទៀតទៅព្រោះថាដូចជាអត់មានខាតអីផងហ្នឹងព្រឹកឡើងក៏បានចូលមកដល់ដែលនៅក្នុងនោះមានគ្នាចំនួន2ក្រុមហើយពួកគេក៏បាននាំគ្នាជិះកាណូតលេងភ្លាមនោះ Lily នាងបានឃើញកោះមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែននាងក៏បានប្រាប់ Dos ឲ្យទៅប្រាប់លោកពូកាណូតដែលគាត់កំពុងបើកថាគេចង់ទៅលេងកោះមួយនោះលោកពូកាណូតគ្រាន់តែលើបែបនឹងភ្លាមគាត់ក៏បានតបមកវិញយ៉ាងលឿនថាពួកយើងមិនអាចទៅលេងនៅលើកោះនោះបានទេហើយបើសិនជាទៅលេងនៅលើកោះនោះនឹងគ្មានជីវិតវិលមកវិញទេដូច្នេះហើយពួកគេក៏សម្រេចចិត្តងូតទឹកសមុទ្រដែលនៅជិតៗនឹងតែម្ដងទៅបន្តិចក្រោយពីបានងូតទឹករួចពួកគេក៏បានឡើងមកលើកាណូតវិញប៉ុន្តែពួកគេមិនបានឃើញ Kate នោះទេឃើញ Kate មិនព្រមឡើងមកលើសោះដូច្នេះហើយគាត់ក៏បានលូតទឹកទៅរក Kate តែម្ដងទៅហើយជាសំណាងល្អគាត់ក៏បានរកនាងឃើញភ្លាមៗដែលនាងកំពុងតែយល់សប្តិឃើញថាមានវិសាចបានមកសម្លាប់មនុស្សដែលនៅក្នុងភូមិត្រឡប់មកដល់ resort វិញលោកពូគាត់ក៏បាននិយាយអំពីប្រវត្តិកោះដែលពួកគេចង់ទៅលេងនោះតាមការពិតទៅនៅលើកោះនោះកាលពី200ឆ្នាំមុនមានស្ត្រីម្នាក់នាងបានដាក់បណ្ដាសាទៅលើកោះនោះហើយអ្នកភូមិដែលនៅលើកោះនោះត្រូវបានស្លាប់ទាំងអស់ចំណែកឯសាកសពរបស់អ្នកភូមិនោះអត់មានអ្នកណារកឃើញសូម្បីតែម្នាក់រហូតមកដល់សប្តាហ៍ថ្ងៃនេះហើយបណ្ដាសានោះនៅតែមានប្រសិទ្ធភាពដល់សប្តាហ៍ថ្ងៃនេះឯង Kate នាងក៏បានសួរទៅវិញថាតើមានរឿងអ្វីកើតឡើងទៅលើនាងអត់ពូបារាំងម្នាក់នេះគាត់ក៏បានឆ្លើយបែបលេងសើចថាប្រហែលជានាងខ្លាចទៅជាខ្មោចស្ត្រីម្នាក់ក៏ព្យាយាមឲ្យ Kate លងទឹកកាលពីព្រឹកមិញនឹងឯងពួកគេមិនត្រឹមតែមិនស្ដាប់សម្ដីរបស់លោកពូកាណូតនោះទេថែមទាំងគិតថារឿងនេះគឺជារឿងលេងសើចទៅវិញតែលោកពូកាណូតគាត់ក៏បានតបមកវិញថារឿងដែលបានកើតឡើងកាលពីព្រឹកមិញអាចជាការប្រមានដល់ពួកយើងហើយសូមកុំយករឿងនេះមកលេងសើចអីនិយាយរួចពូកាណូតគាត់ក៏បានទៅសម្រាប់ទៅតែបញ្ហានៅត្រង់ថាពូបារាំងម្នាក់នេះគាត់បានឌឺដងទៅឲ្យក្រុម Kate ថាពួកគេគឺជាក្រុមដែលកំសាគ្រាន់តែរឿងប៉ុណ្ណឹងពួកគេខ្លាចដែរ Dos គ្រាន់តែលើបែបហ្នឹងស្ទើរតែទប់អារម្មណ៍មិនបានទៅហើយគាត់ក៏បាននិយាយថាតើឯងថាឲ្យអ្នកណាគេកំសាមិញហ៎ហើយក៏បានតបមកវិញថាអ្នកដែលនិយាយច្រើនគឺអត់បានការអីនោះទេដូច្នេះហើយគ្រាន់តែលើបែបហ្នឹងពូបារាំងគាត់ក៏បានភ្នាល់គ្នាហើយបើសិនជាក្រុមអ្នកណាដែលចាញ់ក្រុមនោះនឹងត្រូវតែដេកនៅលើកោះនោះពេញមួយយប់គ្រប់គ្នាលូតផុតអស់ទៅហើយតែទាស់ត្រង់តែគូចុងក្រោយហេតុនាងបានជាប់ជើងដែលជាហេតុនាំឲ្យក្រុមរបស់ពួកគេត្រូវតែដេកនៅលើកោះនោះពេញមួយយប់នៅពេលដែលទៅជិតដល់កោះនោះពួកគេរៀងភ័យបន្តិចដែរព្រោះថាអ្នកណាមិនភ័យនៅលើកោះនោះគ្មានមនុស្សនៅផងហ្នឹងគ្រាន់តែចុះពីលើកាណូតភ្លាមលីលីនេះបាននិយាយថាខ្ញុំគិតថាវាគឺជារឿងល្អទៅវិញទេដោយសារតែនៅទីនេះយើងប្រៀបដូចជាមានកោះឯកជនមួយអញ្ចឹងយូនាងក៏បានបន្តទៀតថាខ្ញុំក៏គិតអញ្ចឹងដែរព្រោះនៅទីនេះមានតែពួកយើងតែ
ប៉ុណ្ណោះអញ្ចឹងយើងចង់ធ្វើអីក៏បានដែរពួកគេក៏ចាប់ផ្ដើមលេងទឹកយ៉ាងសប្បាយនៅទីនោះតែម្ដងទៅក្រោយពីងូតទឹករួចលីលីនាងក៏បានបន្តថតវីដេអូទុកនៅពេលនោះនាងក៏បានឃើញសត្វកេងកងមួយហើយអីដែលសំខាន់នៅពេលដែលនាងឃើញសត្វនោះបានហើរទៅលីលីនាងក៏បានដេញតាមរហូតដែលជាហេតុនាំឲ្យមិត្តភក្តិឯទៀតរត់ទៅតាមនាងដែរហើយលីលីរបស់យើងនឹងក៏ណាស់ដែររត់តាមសត្វកេងកងរហូតមិនខ្វល់ពីអ្វីទាំងអស់ពួកគេទាំងអស់គ្នាក៏បានរត់តាមមកដល់ភូមិមួយដែលគេបោះបង់ចោលតែនៅខាងមុខរបស់ពួកគេមានខ្សែមួយដែលជាឧបសគ្គមិនឲ្យពួកគេអាចឆ្លងកាត់បានដូសគ្រាន់តែឃើញអញ្ចឹងគាត់ក៏បានទៅស្រាយទាំងប្រថុយតែម្ដងតែនៅពេលដែលស្រាយឃើញដូចជាគ្មានរឿងអ្វីកើតឡើងនោះទេពួកគេក៏សប្បាយចិត្តវិញទៅខៃក៏បានបន្ទោសទៅគាត់ថាហេតុអ្វីបានជាទៅស្រាយរបស់គេពេលផ្ដាស់អញ្ចឹងបែនគាត់ក៏បានប្រាប់ទៅខេតថាឥឡូវនេះមេចាប់ផ្ដើមងឹតទៅហើយអញ្ចឹងពួកយើងឆាប់រកកន្លែងសម្រាកដែលមាននៅចិត្តនេះទៅហើយពួកគេទាំងអស់គ្នាក៏សម្រេចចិត្តចូលទៅក្នុងភូមិនេះដើម្បីសម្រាកតែម្ដងទៅនៅពេលដែលពួកគេរកផ្ទះដែលមានសភាពបាក់បែកបានសម្រាកពួកគេក៏ចាប់ផ្ដើមសម្អាតចូលមកដល់ក្នុងព្រៃហើយហ្នឹងដូសគាត់ក៏នៅតែនិយាយរឿងខ្មោចដើម្បីបំលាច់គ្នាឯងថែមទៀតនេះបានចាំជាមុំមីកមិនខ្លាចភ្លើងមែនក្នុងកំឡុងពេលដែលគ្រប់គ្នាដេកលក់អស់តែខេតនាងមិនបានដេកលក់នោះទេពេលនោះដែរនាងក៏បានឃើញមិត្តភក្តិឯទៀតដេកអង្គុយតែម្ដងនាងព្យាយាមដាស់ដែរតែពួកគេក៏បានដេកទៅវិញអញ្ចឹងហើយនាងបានដើរចេញមកក្រៅតែម្នាក់ឯងតែម្ដងដល់មកដល់កន្លែងមួយដែលនាងបានឃើញប្តីប្រពន្ធមួយគូដែលប្រពន្ធកំពុងតែយំអោបសាក់សពប្តីរបស់នាងក្រោយមកអ្នកភូមិបានដុតផ្ទះរបស់នាងដែលធ្វើឲ្យនាងខឹងខ្លាំងមែនទែនហើយនាងក៏ចាប់ផ្ដើមដាក់បណ្ដាសាសូមឲ្យវិញ្ញាណរបស់ខ្ញុំដែលនៅទីនេះខ្លាចជាអមតៈខ្ញុំនឹងបូជាឈាមស្រស់សាច់ស្រស់សូមឲ្យសេចក្តីស្លាប់មកគ្រុតដណ្ដប់នៅលើកោះនេះហើយខ្ញុំនឹងចងកម្មចងពៀនៅទីនេះរហូតតែគ្រប់យ៉ាងវាគ្រាន់តែជាសុបិនរបស់ខេតតែប៉ុណ្ណោះនៅពេលដែលនាងភ្ញាក់ឡើងឃើញគ្រប់គ្នាកំពុងតែរៀបចំវិវ័នដើម្បីនឹងចាក់ចេញពីទីនេះទៅហើយពួកគេទាំង7នាក់នោះចាំតាំងពីព្រឹករហូតទៅដល់ល្ងាចតែនៅតែមិនឃើញមានអ្នកណាមកទទួលពួកគេសោះដែលធ្វើឲ្យពួកគេត្រូវបង្ខំចិត្តដេកនៅទីនោះមួយយប់ទៀតតែលីលីហើយនឹងខេតពួកគេមិនយល់ព្រមទៅទីនោះវិញទៀតទេលៀមនោះដើម្បីឲ្យស្មារភាពគ្នាពេលគាត់ក៏បាននៅគ្រប់គ្នាលើកដៃបើសិនជាមាននរណាម្នាក់ចង់ទៅស្នាក់នៅកន្លែងដើមវិញហើយមតិភិកច្រើនគឺឈ្នះនៅក្នុងចំណោមពួកគេទាំង7នាក់មាន4នាក់ដែលចង់ទៅកន្លែងនោះបាត់ទៅហើយដូច្នេះគ្មានជំរឿសអ្វីនោះទេខេតហើយនឹងលីលីមានតែទៅកន្លែងដើមវិញនោះឯងមកមើលគ្នាមួយក្រុមទៀតដែលពួកគេត្រូវទៅយកក្រុមរបស់គេតែបែរជាពួកគេមិនទៅយកទៅវិញហើយទុកឲ្យពួកគេនៅទីនោះមួយយប់ទៀតតែលោកពូកណូតគាត់ក៏បានដឹងរឿងទាំងអស់នោះហើយគាត់ក៏បាននិយាយថាខ្ញុំបានហាមឃាត់ពួកឯងហើយថាមិនឲ្យទៅលេងកម្សាន្តនៅលើកោះនោះទេហេតុអ្វីបានជាមិនស្ដាប់ខ្ញុំបែបនេះដឹងអត់ថានៅលើកោះនោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ពេលនោះដែរគាត់ក៏បានទូរស័ព្ទទៅរកពួកគេតែដោយដែលយើងនឹងស្រាប់ហើយថានៅតំបន់ភ្នំអត់មានសេវាអ្វីនោះទេហើយអ្វីដែលសំខាន់គាត់ក៏មិនអាចទៅយកពួកគេបាននោះដែរដោយសារតែមេឃចាប់ផ្ដើមងងឹតទៅហើយមកមើលពួកគេវិញម្ដងពួកគេកំពុងតែចូលទៅក្នុងភូមិនោះម្ដងទៀតព្រោះផ្ទះដែលត្រូវស្នាក់នៅមកដល់កន្លែងនេះដូសគាត់ក៏បានប្រាប់ទៅកាន់យូថាចាំបន្តិចទៀតបងនឹងនាំទៅមើលអំពិលអំពែកដែលនៅចិត្តនេះបន្ទាប់ពីមិត្តភក្តិឯទៀតបានដេកលក់អស់ដូសគាត់ក៏បានបបួលយូទៅមើលអំពិលអំពែកតាមការសន្យារបស់គាត់តែមានណាពួកគេគឺមកអាដៃណែអញ្ចឹងទៅចំណែកឯខេតនាងក៏បានយល់សពឃើញមានបិសាចមកសម្រាប់អ្នកភូមិដែលនៅទីនេះតតែអស់នៅពេលដែលនាងភ្ញាក់ឡើងនាងបាននិយាយប្រាប់ទៅកាន់បែនថាមានរឿងមិនល្អកើតឡើងនៅកន្លែងនេះហើយរឿងក៏បានកាត់ចូលមកដល់ដូសហើយនឹងយូបន្ទាប់ពីពួកគេមើលអំពិលអំពែករួចហើយដូសគាត់ក៏បាននោមដាក់នៅលើថ្មមួយដែលដុំថ្មនោះវាគឺជាវិញ្ញាណរបស់ប្តីបិសាចនោះឯងបន្ទាប់ពីគាត់នោមរួចហើយតែមានអ្វីម្យ៉ាងមកទាញយកគាត់ទៅតែម្ដងឃើញបែបនោះយូនាងឈរឡើងកៀងបដ ாய் ហើយនាងក៏បានរត់ទៅរកឲ្យមិត្តភក្តិឯទៀតជួយដើររកដូសពួកគេទាំងអស់គ្នាបានទៅមើលកន្លែងកើតហេតុនោះតែអត់មានឃើញអ្វីនោះទេដល់ពេលអញ្ចឹងខៃគាត់ក៏បានប្រាប់ឲ្យបំបែកគ្នាតាមរកដូសតែទោះបីជាពួកគេខំប្រឹងចំណាយពេលរកដូសយូរយ៉ាងណាក៏ដោយក៏នៅតែមិនឃើញដូសនោះដែរបែនគាត់ក៏បានប្រាប់ទៅខៃថាពួកយើងឈប់រកទៀតទៅប្រហែលជាដូសគាត់បានត្រឡប់ទៅកន្លែងវិញហើយខៃគ្រាន់តែលើកបែបនឹងភ្លាមគាត់ខឹងបែនខ្លាំងមែនទែនដោយសារតែដូសគាត់គឺជាប្អូនប្រុសរបស់ខៃដូច្នេះហើយទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយត្រូវតែរកគាត់ឲ្យឃើញនៅយប់នេះតែនៅពេលនោះខេតនាងបានហាមឃាត់ខៃហើយបានប្រាប់ទៅគាត់ថាខ្ញុំដឹងថាលោកបារម្ភពីប្អូនប្រុសរបស់លោកតែបើសិនជាលោកបាត់ខ្លួនទៅម្នាក់ទៀតពួកយើងនឹងដើរតាមរកលោកម្នាក់ទៀតហើយដូច្នេះហើយចាំព្រឹកស្អែកចាំយើងបន្តរកគាត់ទៀតទៅបានអត់គ្រាន់តែលើខេតនាងនិយាយបែបនោះភ្លាមខៃគាត់ក៏បានដើរទៅរកកន្លែងសម្រាប់វិញទាំងដែលចិត្តគាត់កំពុងតែខឹងមកមើលដូសឯនេះវិញគាត់កំពុងតែនៅក្នុងរូងភ្នំតែម្នាក់ឯងដែលគាត់បានយកពិលទៅបញ្ចាំងរកមើលថាមានមនុស្សនៅទីនោះដែរឬអត់តែមានណាមានព្រាអសុរកាយដែលពេលនោះនាងក៏បានសម្លាប់ដូសតែម្ដងទៅពេញមួយយប់ទៅហើយដែលខៃគាត់មិនបានដេកនោះទេដោយសារតែនៅបារម្ភពីដូសខៃគាត់ចង់ឲ្យពួកគេបំបែកគ្នាតាមរកដូសប៉ុន្តែបែនគាត់ថាមិនអាចបំបែកគ្នាតាមរកដូសបាននោះទេដោយសារតែទីនេះវាធំខ្លាំងណាស់ដែលជាហេតុអាចនាំឲ្យគ្នាយើងវង្វេងហើយខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀតផងតែខៃគាត់មិនស្ដាប់អ្វីដែលបែនបាននិយាយនោះទេ
ដូច្នេះហើយទើបខេតនាងបានចេញមុខមកនិយាយថាចាក់ចិត្តសិនទៅខៃបើសិនជាយើងដើររកជាមួយនឹងគ្នាហើយនៅតែមិនឃើញដូសទៀតនោះអញ្ចឹងចាំយើងបំបែកគ្នាវិញបានអត់ខៃក៏បានឆ្លើយយល់ព្រមយ៉ាងដែលនៅក្នុងចិត្តរបស់គាត់អន្ទះសារចង់រកដូសខ្លាំងមែនទែនតែនៅក្នុងចំណោមពួកគេទាំងអស់គ្នានោះម៉ាគាត់ក៏បានស្នើសុំនៅកន្លែងនេះហើយគាត់មិនដើរតាមរកដូសនោះទេព្រោះថាបើសិនជាគាត់ត្រឡប់មកវិញខ្ញុំនឹងបានឃើញដូសនៅទីនេះខៃមិនខ្វល់អ្វីនោះទេគាត់ក៏បានដើរចេញទៅរកដូសយ៉ាងដែលនៅក្នុងចិត្តមួម៉ៅតែម្ដងពួកគេក៏បានបន្តស្វែងរកដូសតែនៅតែរកមិនឃើញគាត់សោះមកមើលម៉ាករបស់យើងឯនេះវិញដែលគាត់កំពុងតែនៅម្នាក់ឯងស្រាប់តែ Kitty នាងមករកគាត់ដល់កន្លែងតែម្ដងពេលនោះដែរនាងក៏បានប្រាប់ទៅម៉ាកថាចាំខ្ញុំលេងសៀកឲ្យបងមើលតែតាមការពិតទៅវាមិនមែនជា Kitty នោះទេវាគឺជាព្រាយអសូរកាយហើយនាងក៏បានសម្លាប់ម៉ាកតែម្ដងទៅនៅពេលនោះដែរពួកគេមកដល់កន្លែងភ្លាមអត់មានឃើញម៉ាកនោះទេឃើញមានតែឈាមតែប៉ុណ្ណោះគ្រាន់តែឃើញហេតុការណ៍បែបនោះភ្លាមបែនគាត់បានប្រាប់ទៅគ្នាទៀតថាអញ្ចឹងមានតែនៅគ្នាជាក្រុមហាមបែកគ្នាប្រយ័ត្នមានគ្រោះថ្នាក់តាមទៀតហើយពួកយើងបន្តរកពួកគេទៀតតែបើសិនជារកមិនឃើញទេនោះពួកយើងត្រឡប់ទៅឆ្នេរវិញឬបែបនោះភ្លាមខៃគាត់ពិតជាខឹងខ្លាំងមែនទែនតែទោះបីជាយ៉ាងណាក៏ដោយខៃគាត់ក៏បានយកកាបូបបន្ទាប់មកដើរសម្ដៅទៅរកមាត់ឆ្នេរព្រោះថាបើសិនជាមានអ្នកមកយកពួកគេនៅមានគ្នាមកបន្ថែមទៀតតែគ្រាន់តែដល់មាត់ឆ្នេរភ្លាមអត់មានឃើញកាណូតមកយកពួកគេនោះទេតែធ្វើឲ្យខៃគាត់ខឹងខ្លាំងមែនទែនតែភ្លាមនោះទូរស័ព្ទរបស់ខៃក៏មានសេវាឡើងវិញហើយពេលនោះដែរគាត់ក៏បានស្ដាប់ឮសំឡេងដែលលោកពូកាណូតគាត់បាននិយាយថាស្ដាប់ខ្ញុំឲ្យច្បាស់ណាបើសិនជាបានទៅលើកោះនោះហើយឃើញភូមិដែលគេបោះបង់ចោលនោះហាមចូលទៅក្នុងជាដាច់ខាតព្រោះថាក្នុងភូមិនោះធ្លាប់បានវាយប្រហារដោយព្រាយបិសាចហើយជាពិសេសសូមកុំប៉ះពាល់របស់អ្វីនៅក្នុងភូមិនោះឲ្យសោះព្រោះថាដើម្បីកម្ចាត់ព្រាយបិសាចនោះបានគ្រូមុនអាគមបានលះបង់ជីវិតរបស់គាត់ចងអាគមនៅលើរូបចម្លាក់នៅក្នុងភូមិនោះហើយគាត់ក៏បាននិយាយថាវីវហើយពួកយើងបានបំបែករនាងការពារនៅក្នុងភូមិនោះបាត់ទៅហើយនិយាយគ្នាមិនទាន់បានប្រមាណផងពេលនោះស្រាប់តែមានកាណូតក៏បានមកតែមិនទាន់បានទាំងមកដល់ផងក៏មានហេតុការណ៍ផ្ទុះកាណូតនៅកណ្ដាលទឹកនោះតែម្ដងទៅដែលធ្វើឲ្យពួកគេអស់សង្ឃឹមយកតែមែនទែនយូនាងក៏បាននិយាយថាតើពួកយើងគួរតែធ្វើអ្វីបន្តទៀតខេតនាងក៏បានតបមកវិញថាពួកយើងត្រូវតែទៅទីនោះម្ដងទៀតតែយូនាងបានប្រកែកវិញថាខ្ញុំមិនចង់ទៅទីនោះម្ដងទៀតទេខេតក៏បានប្រាប់មកវិញថាយើងត្រូវតែទៅទីនោះម្ដងទៀតយើងត្រូវតែរកវិធីគេចចេញពីទីនេះទើបបានពេលនោះពួកគេចាប់ផ្ដើមស្ដាយក្រោយហើយដែលមកកន្លែងបែបនេះហើយក៏មិនគួរភ្នាល់អីឈួតបែបហ្នឹងដែរលីលីនាងបានសួរទៅខេតថាតើពួកយើងត្រូវតែទៅទីនោះមែនអត់ខេតនាងក៏បានឆ្លើយថាមែនហើយយើងត្រូវតែរកឲ្យឃើញថាដូសហើយនឹងម៉ាកគាត់មានរឿងអ្វីកើតឡើងគ្រាន់តែលើបែបនោះភ្លាមខៃគាត់មិនចាំយូរឡើយគាត់ក៏បានហៅគ្នាទៅកន្លែងដើមវិញមកដល់ភ្លាមគាត់ចាប់ផ្ដើមចងខ្សែនៅមុខភូមិមុនគេបន្ទាប់មកពួកគេក៏បានទៅកន្លែងដូសដែលបានបាត់ខ្លួនកាលពីដំបូងហើយយើងក៏បានឃើញថាមានដុំថ្មមួយដុំដែលបានកត់ទុកនៅកន្លែងនោះខេតនាងក៏បាននិយាយថានៅក្នុងយល់សប្តិរបស់នាងនៅកន្លែងហ្នឹងគឺត្រូវបានកប់សាកសពបុរសម្នាក់នៅទីនេះដូច្នេះហើយពួកគេបានកាយដីនោះដើម្បីរកសាកសពរបស់គាត់នៅពេលដែលកាយឃើញសាកសពរបស់គាត់ហើយខេតនាងក៏បានយកដៃរបស់នាងទៅដាក់លើឆ្អឹងរបស់គាត់ហើយរឿងក៏បានឲ្យយើងឃើញថាមានមនុស្សប្រុសស្រី2នាក់តែពួកគេទាំង2នាក់ស្រឡាញ់គ្នាខ្លាំងមែនទែនតែអ្នកភូមិមិនព្រមឲ្យពួកគេទាំង2នាក់រស់នៅជាមួយនឹងគ្នាទេដោយសារតែបុរសម្នាក់នោះមិនមែនជាអ្នកភូមិដែលរស់នៅទីនោះហើយគាត់ថែមទាំងមានសក់វែងថែមទៀតផងអ្នកភូមិបានបំបែកពួកគេហើយបានសម្លាប់បុរសម្នាក់នោះតែម្ដងទៅខេតនាងក៏បាននិយាយថាយើងត្រូវតែបំបែកបណ្ដាសាដែលនៅទីនេះបើសិនជាពួកយើងមិនអាចបំបែកបណ្ដាសានោះអញ្ចឹងយើងមិនអាចចេញពីទីនេះបានជារៀងរហូតពេលគាត់ក៏បាននិយាយថាតើនាងយល់សប្តិឃើញស្ត្រីនោះខ្លាចជាធ្មប់នៅកន្លែងណាខេតនាងក៏បានឆ្លើយមកវិញថាគឺនៅក្នុងរូងភ្នំនាងបានធ្វើពិធីសូត្រអាគមនៅក្នុងរូងភ្នំនោះឯងគ្រាន់តែឮបែបនេះភ្លាមពួកគេទាំងអស់គ្នាក៏ប្រញាប់ទៅទីនោះភ្លាមតែម្ដងមកដល់នៅពេលនេះពួកគេនៅសល់តែគ្នា5នាក់តែប៉ុណ្ណោះដល់មកដល់ពាក់កណ្ដាលផ្លូវខេតនាងក៏បាននិយាយថាមានអ្វីកំពុងតែតាមយើងហើយបែនគាត់ក៏បាននិយាយថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយពួកយើងកុំដើរបែកគ្នាឲ្យសោះដើរមកដល់កន្លែងមួយដែលតម្រូវឲ្យពួកគេត្រូវឆ្លងកាត់ទឹកហើយបែនគាត់បានធ្វើជាស្ពានដើម្បីចម្លងពួកគេទៅត្រើយមកខាងទៀតតែឆ្លងមិនទាន់នឹងផុតផងក៏មានធ្មប់មួយមកច្របាច់កបែនឲ្យចូលទៅក្នុងទឹកតែត្រូវបានបែនគាត់រើបំរាស់បានហើយធ្មប់នោះក៏ចាប់លីលីរបស់យើងទៅបាត់តែម្ដងទៅតែធ្វើឲ្យបែនគាត់ខំប្រឹងជាមួយទឹករកមែនទែនតែទោះបីជាគាត់ខំប្រឹងរកនាងយ៉ាងណាក៏ដោយក៏នៅតែមិនឃើញនាងនោះទេមកដល់កន្លែងសម្រាកបែនគាត់ក៏បាននិយាយអំពីការជក់បារីរបស់គាត់ប្រាប់ទៅកាន់ខេតមូលហេតុដែលគាត់បានជក់បារីតាំងពីក្មេងគឺដោយសារតែគាត់ពិត
ពិតជានឹកអ្នកម្ដាយគាត់ខ្លាំងណាស់បន្ទាប់មកខេតនាងក៏បាននិយាយទៅដល់លីលីដែលមានតែនាងប៉ុណ្ណោះដែលយល់ចិត្តនាងហើយខ្ញុំមកទីនេះគឺដោយសារតែលីលីដូចគ្នានាងគឺជាមិត្តភក្តិល្អរបស់ខ្ញុំតែម្នាក់គត់ប៉ុន្តែឥឡូវនេះនាងបានស្លាប់បាត់ទៅហើយបែនគាត់ក៏បានតបទៅវិញថាវាមិនមែនជាកំហុសរបស់នាងនោះទេដូច្នេះហើយនាងត្រូវតែរស់និយាយជាមួយគ្នាមិនទាន់នឹងចាប់បានប្រមាណផងស្រាប់តែមានសម្លេងមួយបានហៅឈ្មោះរបស់បែនដែលសម្លេងនោះគឺជាម្ដាយរបស់បែនហើយគាត់បាននិយាយថាគាត់ពិតជានឹកបែនខ្លាំងណាស់ហើយគាត់ថែមទាំងចង់អោបបែនយើងទៀតផងតែដោយសារតែលំពេងដែលនៅជាប់នឹងខ្លួនរបស់បែនមានមហិទ្ធិឫទ្ធិខ្លាំងពេកធ្វើឲ្យគាត់មិនអាចអោបបែនបាននោះទេនៅពេលដែលខេតនាងបានមកដល់រួចក៏បាននិយាយប្រាប់ទៅបែនថានោះមិនមែនជាម្ដាយរបស់បែននោះទេដែលធ្វើឲ្យគាត់រីកនឹងចាក់ខ្មោចនោះហើយតែត្រូវបានបាត់ទៅវិញរួចធ្មប់នោះក៏បានមកចាប់យូររបស់យើងឯនេះវិញទៅគិតចូលមកដល់ព្រឹកឡើងពួកគេទាំង3នាក់នៅតែបន្តដើររករូងភ្នំនោះទៀតមកដល់កន្លែងនេះហើយគាត់ក៏បាននិយាយប្រាប់ទៅបែនថាខ្ញុំមិនចូលចិត្តឯងតាំងពីដំបូងម្ល៉េះតែធ្វើពុតជាមនុស្សល្អតែតាមការពិតទៅឯងធ្វើបែបនេះគ្រាន់តែចង់តាក់ទាញចិត្តស្រីតែប៉ុណ្ណោះគ្រាន់តែលើបែបនោះភ្លាមបែនគាត់ពិតជាខឹងខ្លាំងមែនទែនដែលខៃគាត់រកគ្រឿងបែនរបស់យើងអត់មើលពេលវេលាសោះចឹងអីអ្នកណាមិនខឹងឃើញប្រកែកគ្នាតាំងសរសៃកខ្លាំងពេកហេតុនាងក៏បានហាមពួកគេកុំឲ្យឆ្លោះគ្នាបន្តទៅទៀតហើយនាងបានប្រាប់ទៅពួកគេទាំងពីរនាក់ទៀតថាហេតុអ្វីបានជាត្រូវមកបន្ទោសគ្នាទៅវិញទៅមកបែបនេះខៃក៏បានចោទទៅកាន់បែនថាគឺគាត់គឺជាអ្នកចាប់ផ្ដើមមុនតែខេតនាងមិនខ្វល់អ្វីនោះទេព្រោះតែពេលនេះគ្នានៅសល់តែ3នាក់នោះទេដូច្នេះត្រូវតែចេះរួបរวมគ្នាកំពុងតែឆ្លោះគ្នាសុកស្រាប់តែខេតនាងបានឃើញរូងភ្នំមួយដែលនៅជិតនោះមិនចាំយូរឡើយខេតគ្រាន់តែឃើញបែបនោះភ្លាមរត់ទៅយ៉ាងលឿនចំណែកឯខៃឯនេះវិញគាត់ក៏បានប្រាប់ទៅកាន់បែនថាទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយអ្នកដែលឯងជួយមុនគេនោះគឺជាខេតតែបែនគាត់ក៏បានសួរត្រឡប់ទៅវិញថាចុះឯងវិញគិតយ៉ាងម៉េចទៅខៃគាត់ប្រមាត់អ្វីនោះឡើយក៏បន្តដំណើរទៅរកភ្នំនោះមកមើលយូរយើងឯនេះវិញកំពុងតែជាប់ចំណងនៅក្នុងរូងភ្នំនឹងតែម្ដងនាងក៏បានឃើញធ្មប់កំពុងតែវាមករកនាងបន្តិចម្ដងដែលធ្វើឲ្យនាងស្រែកយកតែម្ដងហើយយូក៏បាននិយាយថាអត់ទោសឲ្យខ្ញុំផងខ្ញុំគ្មានបំណងធ្វើបែបនោះទេតែធ្មប់នាងក៏បានតបមកវិញយ៉ាងឆាប់រហ័សភ្លាមតែម្ដងសូមទោសពេលនេះវាយឺតពេលបាត់ទៅហើយទទួលយកកម្មផលដែលនាងបានសាងទៅចុងក្រោយធ្មប់នោះក៏បានសម្លាប់យូឲ្យស្លាប់ភ្លាមតែម្ដងទៅក្រោយនោះមកពួកគេទាំង3នាក់ក៏មកទាន់ធ្មប់នៅក្នុងរូងភ្នំនោះពួកគេធ្វើការប្រយុទ្ធគ្នាតែបើតាមយើងមើលទៅពួកគេមិនអាចយកឈ្នះធ្មប់នោះបានទេឆ្លៀតពេលដែលពួកគេកំពុងតែប្រយុទ្ធគ្នាខេតនាងក៏បានទៅលួចតុក្កតានោះដេញមកខាងក្រៅតែត្រូវធ្មប់ដេញមកតាមតែជាសំណាងល្អត្រូវបានខៃហើយនឹងបែនចាប់ធ្មប់នោះជាប់ចំណែកឯខៃវិញត្រូវបានធ្មប់នោះសម្លាប់តែម្ដងហើយវាសនារបស់បែនក៏ដូចគ្នាដែរពួកគេទាំងពីរនាក់ត្រូវបានធ្មប់នោះសម្លាប់ទាំងអស់ខេតនាងក៏បានរត់មកដល់ផ្ទះមួយដែលផ្ទះនោះគឺជាផ្ទះរបស់ធ្មប់កាលពីនាងនៅរស់ពេលនោះដែរធ្មប់ក៏បានមកដល់ភ្លាមបន្ទាប់មកនាងក៏បានចាប់ត្របាច់ករបស់កេតតែម្ដងទៅតែកេតនាងបានហៅឈ្មោះរបស់ធ្មប់នោះដែលនាងមានឈ្មោះថាម៉ូលីពួកយើងនឹងមិនបែកគ្នាទេគ្រាន់តែលើបែបនោះភ្លាមនាងក៏បានទម្លាក់ទឹកមុខចុះឃ្លានេះហើយតែប្តីរបស់នាងតែនិយាយមកកាន់នាងជារៀងរាល់ថ្ងៃហើយរឿងក៏បានឲ្យយើងដឹងថាអ្នកភូមិបានសម្លាប់ប្តីរបស់នាងហើយអ្វីដែលធ្វើឲ្យនាងកាន់តែឈឺចាប់នោះនាងបានបាត់បង់កូនរបស់នាងតែនៅក្នុងផ្ទៃថែមទៀតនាងក៏បានសច្ចាថាត្រូវតែចាំថាគ្រប់ជាតិណាការសងសឹកមិនអាចត្រូវបានបំភ្លេចនោះទេត្រូវតែចាំនោះហើយដែលធ្វើឲ្យនាងស្អប់អ្នកភូមិដែលរស់នៅទីនោះនឹងធ្វើឲ្យនាងចាប់ផ្ដើមដាក់បណ្ដាសានៅលើកោះនោះតែពេលនោះខេតនាងបានប្រាប់ទៅម៉ូលីថានាងត្រូវតែលះបង់កំហឹងដែលនៅក្នុងខ្លួនរបស់នាងទាំងអស់ទើបអាចឲ្យវិញ្ញាណរបស់នាងស្ងប់សុខបានហើយដោះលែងរាល់ការសងសឹកទាំងអស់ដែលធ្លាប់មានក្រោយពីបានស្ដាប់ខេតនាងបាននិយាយចាប់រួចម៉ូលីនាងក៏បានរុញខេតឲ្យធ្លាក់ចូលទៅក្នុងទឹករួចនាងក៏រលាយបាត់ភ្លាមទៅហើយតាមការពិតទៅរឿងនៃអ្នកទាំងអស់គ្នាកំពុងតែមើលនេះវាសុទ្ធតែជាការយល់សប្តិរបស់ខេតតែប៉ុណ្ណោះក្រោយពីដឹងខ្លួនហើយពួកគេក៏ត្រឡប់ទៅរីសតវិញហើយពួកគេទាំង7នាក់មានសុវត្ថិភាពទាំងអស់ចំណែកឯរឿងរបស់យើងវិញក៏បញ្ចប់នៅត្រឹមហ្នឹងទៅអរគុណជួបគ្នានៅវីដេអូក្រោយ